ជំរាបសួរអ្នកគ្រូខ្ញុំគឺជាក្រុមការងាររបស់មជ្ឈមណ្ឌលសហប្រតិបត្តិការសាកលវិទ្យាល័យនិងសហគ្រាសដែលជាមជ្ឈមណ្ឌលមួយស្ថិតនៅក្រោមសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្ទាល់តើអ្នកគ្រូអាចសូមជួយណែនាំខ្លួនបានដែរទេអ្នកគ្រូចានាងខ្ញុំឈ្មោះភើចចន្ទរិទ្ធខ្ញុំជាអនុប្រធានដេប៉ាតឺម៉ង់វិស្វកម្មជាភាសាជាស្ដេចខ្ញុំទៅតែរៀនចប់ថ្នាក់បណ្ឌិតរបស់ខ្ញុំទៅត្រឡប់មកវិញនេះដែរចាអ្នកគ្រូចំពោះថ្ងៃនេះខ្ញុំមានសំណួរមួយចំនួនចង់សួរទៅកាន់អ្នកគ្រូដើម្បីឲ្យអ្នកគ្រូជួយចែករំលែកទៅកាន់បងប្អូននិស្សិតតែសំណួរទី1នោះចង់សួរទៅកាន់អ្នកគ្រូថាតើ Department វិស្វកម្មជាភាសាគេសិក្សាទៅលើអ្វីខ្លះនិងមានឱកាសការងារក្នុងវិស័យអ្វីខ្លះអ្នកគ្រូចាអរគុណច្រើនសម្រាប់សំណួរសម្រាប់ Department វិស្វកម្មជាភាសាជាស្ដេចយើងមានកម្មវិធី2មួយគឺកម្មវិធីវិស្វកម្មជាភាសាតែម្ដងទី2គឺខាងវិស្វកម្មចំណីអាហារចាប៉ុន្តែសម្រាប់កម្មវិធីវិស្វកម្មជាភាសាគឺបើសិនជាយើងគិតទៅតាមជំនាញយើងមាន6ជំនាញធំជំនាញទី1គឺយើងសិក្សាទៅលើយើងហៅថាជាជីវបច្ចេកវិទ្យាផ្នែករុក្ខជាតិឬក៏ជាលេខាវប្បកម្មរុក្ខជាតិឬក៏យើងហៅថាជា plant technology ឬក៏ tissue culture ហ្នឹងចាទី2គឺជាមួយនឹង microbial ហើយនឹង microbial ហើយនឹង enzyme technology ចាពាក់ព័ន្ធជាមួយនឹងការសិក្សានៅពពួកមីក្រូបហើយកែច្នៃហើយនឹងការទាញយកផលប្រយោជន៍ពីមីក្រូបហ្នឹងថាតើវាអាចជួយផលិតអ្វីដែលយើងអាចយកមកប្រើប្រាស់បានអញ្ចឹងចាទី3គឺពាក់ព័ន្ធជាមួយនឹង natural product technology ចាពាក់ព័ន្ធជាមួយថាតើយើងប្រើបច្ចេកវិទ្យាអ្វីដែលថាយើងអាចទាញយកសារៈប្រយោជន៍ពីផលិតផលធម្មជាតិនេះបានចាហើយទី4ជាមួយនឹង cosmetic technology ពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យានៃគ្រឿងសម្អាងចាការ formulate រូបមន្តចាការបង្កើតរូបមន្តនិងការផលិតអីហ្នឹងហើយនឹងចុងក្រោយគឺពាក់ព័ន្ធជាមួយនឹង biomedical engineering ចាគឺយើងសិក្សាទៅលើ6ជំនាញធំហ្នឹងចាអ្នកគ្រូថាចំពោះឱកាសការងារយើងអាចមានឱកាសការងារក្នុងវិស័យណាខ្លះអ្នកគ្រូឆ្លើយតបជាមួយនឹងឱកាសការងារយើងអាចថាយើងមានមិនថាយើងអាចថាវាមានច្រើនតែម្ដងប៉ុន្តែជំនាញដែលគេខ្វះខាតគឺយើងអាចបំពេញបានទី1ជាក់ស្ដែងពាក់ព័ន្ធជាមួយនឹងការងារនៅក្នុងទីពិសោធន៍ឧទាហរណ៍ពាក់ព័ន្ធជាមួយនឹងការធ្វើរោគវិនិច្ឆ័យធ្វើតេស្តឈាមធ្វើអីហ្នឹងគឺដោយសារតែកម្មវិធីរបស់យើងគឺយើងមានរៀនផ្នែកខាងមីក្រូបខាងមេរោគខាងអីហ្នឹងហើយនឹងវិធីសាស្ត្រនៅក្នុងការបណ្ឌិតនេះហ្នឹងអញ្ចឹងដូច្នេះនិស្សិតដែលយើងបានរៀននេះមកគឺយើងឃើញថាមួយចំនួនគាត់ទទួលបានការងារផ្នែកជា lab technician ឬក៏ជាអ្នកធ្វើការនៅក្នុងទីពិសោធន៍ហើយនឹងផ្សេងទៀតគឺគាត់គឺជាប្រភេទការងារដែលធ្វើការនៅក្នុងរោងចក្រឧស្សាហកម្មគេថាជាឧស្សាហកម្មចំណីអាហារជាឧស្សាហកម្មចំណីសត្វឬមួយក៏ការធ្វើជីធ្វើអីដើម្បីយកទៅប្រើប្រាស់នៅក្នុងវិស័យកសិកម្មហើយនឹងផ្សេងទៀតសិស្សមួយចំនួនគឺគាត់អាចថាបើសិនជាគាត់មានបំណងចង់រៀនបន្តទៅថ្នាក់អនុបណ្ឌិតឬក៏បណ្ឌិតនៅស្រុកក្រៅឬក៏ជំនាញផ្សេងទៀតនៅក្នុងស្រុកគឺគាត់អាចបន្តការសិក្សារបស់គាត់បានបើសិនជាគាត់ចង់បានចាប់ជំនាញណាមួយបន្តទៅទៀតចាហើយពង្រីកចំណេះដឹងរបស់គាត់ហ្នឹងទៅក្នុងការស្រាវជ្រាវចាដើម្បីបង្កើនចំណេះដឹងរបស់គាត់ហ្នឹងហើយនឹងមួយទៀតប្រភេទជាការងារហៅថាជា research engineer ចាជាវិស្វករក្នុងការស្រាវជ្រាវចាអ្នកគ្រូ